វិស្វករខ្មែរវ័យក្មេងមួយក្រុមបានផលិតយន្តហោះដ្រូនឆ្លូបយកការដោយជោគជ័យខ្ញុំគិតថាយុវជនជំនាន់ក្រោយគឺគាត់មានសមត្ថភាពខ្ពស់ៗជាងខ្ញុំច្រើនជំនាន់ខ្ញុំនឹងក៏មានដែរខ្ញុំសុខចិត្តធ្វើជាអ្នកផ្ដល់ប្រឹក្សាដែលគ្មានអាជីពហើយជាអ្នកផ្ដល់ព័ត៌មានទៅដល់គាត់ហើយជួយជ្រោមជ្រែងឲ្យគាត់ខ្លាយទៅជាអ្នកដឹកនាំល្អពីព្រោះយើងមានធនធានមនុស្សនៅសហគមន៍អឺរ៉ុបនៅសហរដ្ឋអាមេរិកនៅអូស្ត្រាលីនេះខ្ញុំជួបនិស្សិតល្អច្រើនណាស់ដែលគាត់មានជំនាញពិតប្រាកដប៉ុន្តែគាត់មិនមានឱកាសក្នុងការនិយាយដូចខ្ញុំហើយគាត់មិនមានឱកាសក្នុងការដឹកនាំហើយខ្ញុំគិតថាពលរដ្ឋដែលស្អាតស្អំរស់នៅក្នុងប្រទេសកម្ពុជាពលរដ្ឋដែលស្អាតស្អំរស់នៅក្នុងក្រៅប្រទេសនឹងគឺមានច្រើនណាស់ខ្ញុំសុខចិត្តដើរតួនាទីជាអ្នកជ្រោមជ្រែងឲ្យគាត់ដើម្បីឲ្យទទួលបានមនុស្សស្អាតស្អំដឹកនាំប្រទេសយើងមានធនធានមនុស្សច្រើនមិនខ្វះទេប៉ុន្តែអ្វីដែលយើងខ្វះគឺខ្វះថ្នាក់ដឹកនាំដែលចេះប្រើប្រាស់ធនធានមនុស្សទាំងនោះឲ្យមានប្រសិទ្ធភាពឲ្យចំទិសដៅដែលដ្រូននេះមានសមត្ថភាពល្បាតព្រំដែនកម្រិតខ្ពស់ដំបូងគេនៅកម្ពុជាក្រមយុវជនអះអាងថាដ្រូននេះអាចឆ្លើយតបទាន់ពេលចំពោះតម្រូវការពង្រឹងសន្តិសុខជាតិនិងកាត់បន្ថយការពឹងផ្អែកទៅលើបច្ចេកវិទ្យាបរទេសលោកជួបវ៉ាន់ឌីប្រធានផ្នែកគ្រប់គ្រងនៃក្រុមហ៊ុន UAVH Lab ដែលជាបុតសម្ព័ន្ធនៃក្រុមហ៊ុន AI Farm ជាអ្នកដឹកនាំក្រុមផលិតដ្រូនឆ្លូបយកការនេះជាមួយនឹងយុវជនជាង10នាក់ផ្សេងទៀតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាល្បីៗនៅកម្ពុជាយុវជនវ័យ26ឆ្នាំរូបនេះបានប្រាប់ News Today ថាដ្រូននេះផលិតពី Carbon Fiber និងកញ្ចក់ Fiber ដែលស្រាលនិងធន់ទៅនឹងកម្ដៅដំណើរការដោយថ្មលីចូមដ្រូននេះអាចហោះបាន2ម៉ោងក្នុងរយៈកម្ពស់ 1500 ម៉ែត្រល្បឿនពី80ទៅ130គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចផ្ទុកបាន3គីឡូក្រាមវាត្រូវបានបំពាក់ដោយកាមេរ៉ា Full HD ដែលអាចពង្រីកបង្រួមបានរហូតដល់ទៅ30ដងមានប្រព័ន្ធបញ្ជាពីចម្ងាយប្រព័ន្ធគ្រប់គ្រងលំនឹងប្រព័ន្ធនាំផ្លូវទៅតាមគោលដៅដែលបានកំណត់ទុកជាមុនប្រព័ន្ធហោះក្រឡឹងជុំវិញទីតាំងណាមួយនិងប្រព័ន្ធត្រឡប់មកកាន់គោលដៅដើមនិងចុះចតដោយស្វ័យប្រវត្តិក្រុមរបស់វ៉ាន់ឌីបានចាយពេលជាង1ឆ្នាំដើម្បីផលិតដ្រូននេះនិងបានបង្ហោះសារល្បងដោយជោគជ័យនៅអំឡុងត្រីមាសទី1នៃឆ្នាំ2025នេះវ៉ាន់ឌីអះអាងថាដ្រូននេះមិនត្រឹមតែមានសមត្ថភាពដូចដ្រូនផលិតនៅប្រទេសក្បែរខាងប៉ុណ្ណោះទេតែថែមទាំងមានសុវត្ថិភាពខ្ពស់សម្រាប់សន្តិសុខជាតិទៀតផងព្រោះកាលណាតែយើងទិញដ្រូនប្រភេទការពារជាតិប្រភេទស៊ូវេហ្នឹងដោយប្រទេសជិតខាងពីប្រទេសជិតខាងអញ្ចឹងតើតើជាមួយនឹងប្រព័ន្ធសុវត្ថិភាព security ប្រព័ន្ធ control video data ផ្សេងគឺយើងនឹងមិនអាចគ្រប់គ្រងបានទេព្រោះ system នៅខាងក្នុងប្រទេសជិតខាងគាត់អ្នកធ្វើអញ្ចឹងគាត់ចង់ access data របស់យើងនៅពេលណាក៏បានដែរបងដ្រូនដំបូងដែលក្រុមរបស់វ៉ាន់ឌីផលិតបាននេះមានតម្លៃជាង$10,000អាមេរិកប៉ុន្តែតម្លៃអាចថ្លៃជាងនេះច្រើន$10,000ប្រសិនបើបំពាក់បច្ចេកវិទ្យាខ្ពស់ជាងនេះដូចជាប្រព័ន្ធចាប់កម្ដៅ infrared និងប្រព័ន្ធ 3D scan ភូមិសាស្ត្រជាដើមប្រសិនបើមានតម្រូវការក្រុមរបស់វ៉ាន់ឌីអាចផលិតដ្រូនស៊ើបការនេះបានដល់ទៅ10គ្រឿងក្នុងមួយខែក្រៅពីដ្រូនឆ្លូបយកការក្រុមយុវជននេះក៏បានដំឡើងដ្រូនកសិកម្មនិងផលិតដ្រូនសម្រាប់ប្រមូលទិន្នន័យដ្រូនសម្រាប់ការអប់រំនិងដ្រូនកម្សាន្តផងដែរវ៉ាន់ឌីបានស្នើសុំជំនួយនិងការគាំទ្រពីរដ្ឋាភិបាលនិងវិស័យឯកជនដើម្បីពង្រីកវិសាលភាពផលិតនិងរួមចំណែកនៅក្នុងកិច្ចគាំពារសន្តិសុខជាតិ